hot 60i ម្ដងនេះពិតជាអែមមែនទែនបងប្អូនទម្ងន់ខ្លួនល្មមស្ដើងមកអែមសួស្តីមកអ្នកនរហ្នឹងហើយអញ្ចឹងនេះរៀងប្លែកតិចគឺយើងមកធ្វើការបើកប្រអប់ជាមួយនឹង model Infinix Hot 60i ដែលក្រុមហ៊ុនទើបតែចេញលក់ហ្នឹងទេសម្រាប់បងប្អូនខ្លះក៏គាត់បានឃើញពីការផ្សព្វផ្សាយរបស់ក្រុមហ៊ុនហើយសម្រាប់បងប្អូនខ្លះទៀតក៏អត់ទាន់បានឃើញជាមួយនឹងការផ្សព្វផ្សាយរបស់ក្រុមហ៊ុនដែរអូខេឥឡូវនេះខ្ញុំមកធ្វើការបើកប្រអប់ជាមួយនឹង Infinix Hot 60i អញ្ចឹងសម្រាប់ស៊េរី60 Hot 60នេះគឺក្រុមហ៊ុនចេញមករហូតដល់3ស៊េរីគឺ 60i 60 Pro ហើយនិង60 Pro Plus សម្រាប់60 Pro Plus គឺបងប្អូនធ្លាប់ឃើញការផ្សព្វផ្សាយរបស់ក្រុមហ៊ុនហ្នឹងគឺជាប្រភេទអេក្រង់កោងហើយដែលមានកម្រាស់ស្ដើងជាង 60i បន្តិចណា 60i គឺប្រភេទរាងជ្រុងឥឡូវយើងមកធ្វើការបើកប្រអប់ជាមួយនឹង 60i នេះវិញហើយខ្ញុំបើកជូនបងប្អូននេះគឺជាមួយនឹងពណ៌silver អូខេអញ្ចឹងសម្រាប់រូបរាងរបស់គេគឺអែមនៅក្នុងប្រអប់ហ្នឹងយើងទទួលបានជាមួយនឹងទូរស័ព្ទមួយដើមហើយនៅខាងក្រោមហ្នឹងយើងឃើញមានថាกระดาษស្អីគេមួយនេះគឺQualcomm ហើយមួយទៀតគឺថង់ពណ៌សមួយនៅក្នុងហ្នឹងគឺវាមានជាមួយនឹងជ័រថ្លាស្រោមថ្លាមួយរបស់ដែលក្រុមហ៊ុន free មកឲ្យណាអូខេហើយក៏មានជាប់មកជាមួយនឹងឆ្នាំងសាកល្បឿនលឿនរហូតដល់45វ៉ាត់ដែរហើយសម្រាប់ឆ្នាំងសាកមួយនេះគឺបងប្អូនសាកចំណាយពេលត្រឹមតែ20នាទីជាងទេគឺបងប្អូននឹងទទួលបានភាគរយថ្មឡើងរហូតដល់ 50% នោះគឺពិតជាវា fast charge ហើយសម្រាប់តម្លៃវិញក៏មិនថ្លៃទេបងប្អូនសម្រាប់ម្ដងដែលខ្ញុំបង្ហាញជូនបងប្អូននេះតម្លៃវា$119ហើយសម្រាប់ Hot 60i នេះក៏មានជាមួយនឹង3តម្លៃផងដែរសម្រាប់ RAM 4 128GB គឺតម្លៃ$109និង RAM 6 128GB $119ហើយចំណែកឯ RAM 8 256GB គឺតម្លៃ$139ផងដែរអញ្ចឹងសម្រាប់ Hot 60i គឺមាន3តម្លៃហើយក៏ Hot 60 series គឺមាន3 series 60i 60 Pro 60 Pro Plus អូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយ